ភាពសួរលោកគ្រូក៏ដូចជាគ្រូនិស្សិតរួមទាំងអស់គ្នាបាទខ្ញុំបាទថៃសុផលមកពីគ្រូនិស្សិតមកពីថ្នាក់កបាទថ្ងៃនេះខ្ញុំនឹងមកបកស្រាយនៅមុខវិជ្ជាវិតម្លៃអប់រំបាទអញ្ចឹងនៅក្នុងមុខវិជ្ជាហ្នឹងគឺលោកគ្រូឲ្យយើងបកស្រាយជាកិច្ចការផ្ទះឲ្យធ្វើមានសង្ខេបនិងបកស្រាយពាក់ព័ន្ធជាមួយនឹងមេរៀនការវិតម្លៃតាមអឺការវិតម្លៃក្នុងម៉ោងសិក្សាបាទអញ្ចឹងនេះជា slide បន្ទាប់ជាប្រធានបទបាទប្រធានបទគឺការវិតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងមានអីខ្លះបាទអញ្ចឹងខ្ញុំមានវត្ថុបំណងបន្ទាប់ពីរៀនមេរៀនហ្នឹងហើយគឺយើងនឹងពណ៌នាបានពីការសង្កេតអាកប្បកិរិយារបស់សិស្សតាមរយៈកាយវិការទឹកមុខខ្សែភ្នែកដើម្បីបកស្រាយពីការចូលរួមនិងការយល់ដឹងហើយចំណុចបន្ទាប់នោះគឺចេះប្រើប្រាស់សំណួរដើម្បីទាញយកចម្លើយអឺដែលបង្ហាញពីការយល់ដឹងរបស់សិស្សអញ្ចឹងបន្ទាប់ពីយើងរៀនហើយគឺយើងនឹងបានទទួលបានហើយនឹងផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយសុខភាពអំឡុងពេលសិក្សាហើយខ្ញុំសូមចូលស្លាយបន្ទាប់ស្លាយបន្ទាប់នោះគឺអឺមេតិកានៅក្នុងមេតិកានេះគឺខ្ញុំមាន5ចំណុចបាទគឺសេចក្តីផ្ដើមវត្តនៃការវិតម្លៃតាមដំណាក់ការសង្កេតការតវត្តនិងការផ្ដល់មតិតាមប្រកបដោយសិទ្ធិភាពខ្ញុំសូមចូលចំណុចបន្ទាប់ចំណុចបន្ទាប់គឺសេចក្តីផ្ដើមសេចក្តីផ្ដើមសេចក្តីផ្ដើមគឺនិយាយពីការវិតម្លៃតាមដំណាក់ក្នុងម៉ោងសិក្សាអញ្ចឹងការវិតម្លៃតាមដំណាក់ក្នុងម៉ោងសិក្សានោះគឺមានសារៈសំខាន់ណាស់សម្រាប់អន្តរកម្មរវាងគ្រូនិងសិស្សនៅពេលប្រើប្រាស់បានត្រឹមត្រូវវានឹងផ្ដល់អត្ថប្រយោជន៍វិជ្ជមានដល់ការសិក្សានិងបង្កើនការលើកទឹកចិត្តរបស់សិស្សខ្ញុំសូមចុច slide បន្ទាប់បាទ slide បន្ទាប់ហ្នឹងគឺវត្តនៃការវាយតម្លៃតាមដំណាក់វត្តនៃការវាយតម្លៃតាមដំណាក់គឺជាអីបាទដើម្បីយល់បានគឺខ្ញុំមានពីរបាទគឺមាននិយមន័យហើយនិងឧទាហរណ៍មកវាដើម្បីយល់ពីវត្តនៃការវាយតម្លៃតាមដំណាក់ហ្នឹងមានន័យថាម៉េចហើយយើងប្រើប្រាស់វាថាម៉េចអញ្ចឹងណាអញ្ចឹងបាទនៅក្នុងហ្នឹងគឺខ្ញុំមាននិយមន័យបាទនិយមន័យរបស់វាហ្នឹងវត្តនៃការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាការវាយតម្លៃសំដៅវត្តនៃការវាយតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរការបន្តបន្ទាប់គ្នានៃការប្រមូលភស្តុតាងនៃការរៀនការបកស្រាយភស្តុតាងដោយគ្មានភាពផ្អៀងការផ្ដល់មតិត្រឡប់និងការកែសម្រួលយុទ្ធសាស្ត្របង្រៀនដើម្បីលើកកម្ពស់សមិទ្ធផលរបស់សិស្សបាទអញ្ចឹងខ្ញុំមានឧទាហរណ៍របស់វាបាទដើម្បីឲ្យយល់កាន់តែច្បាស់អញ្ចឹងឧទាហរណ៍គ្រូឲ្យសិស្សធ្វើលំហាត់ខ្លីរួចគ្រូដើរមើលដើម្បីប្រមូលព័ត៌មានបន្ទាប់មកគ្រូពង្យល់កន្លែងដែលសិស្សភាគច្រើននៅភ័ន្តច្រឡំឡើងវិញភ្លាមអញ្ចឹងមានន័យថាវត្តនៃការវេតម្លៃតាមដំណាក់ហ្នឹងគឺជាការវេតម្លៃតាមរយៈការដាក់សំណួរឲ្យសិស្សការដាក់លំហាត់ឲ្យសិស្សហើយយើងចាំមើលចម្លើយរបស់សិស្សដោយឆ្លើយផ្ទាល់មាត់ឬក៏ជាលំហាត់ខ្លីៗហើយយើងចាំមើលថាចម្លើយរបស់គាត់ហ្នឹងចេញមកគឺវាខុសត្រូវត្រង់ណាដើម្បីយើងកែសម្រួលចំណុចហ្នឹងឡើងវិញភ្លាមៗក្នុងថ្នាក់រៀនអញ្ចឹងយើងត្រូវធ្វើអានឹងដដែលឡើងវិញនៅក្នុងម៉ោងសិក្សាហ្នឹងគឺមានសំណួរផ្ទាល់មាត់ដែលលំហាត់ឲ្យសិស្សធ្វើហើយយើងចោះសង្កេតមើលថាសិស្សហ្នឹងនៅខនច្រឡំត្រង់ណាគឺយើងបញ្យល់លម្អិតបន្ថែមកន្លែងហ្នឹងដើម្បីឲ្យសិស្សហ្នឹងទទួលបានលទ្ធផលគឺយល់នៅក្នុងមេរៀនហ្នឹងគឺវត្តនៃការវេតម្លៃតាមដំណើរបាទអញ្ចឹងចំណុចហ្នឹងគឺខ្ញុំចប់ខ្ញុំចូលចំណុចបន្ទាប់ចំណុចបន្ទាប់ហ្នឹងគឺការសង្កេតនិងផ្លូវការអញ្ចឹងដើម្បីយល់បានថាការសង្កេតនិងផ្លូវការហ្នឹងគឺជាអ្វីគឺខ្ញុំមានពីរទៀតហើយនិយមន័យនិងឧទាហរណ៍
ចឹងនិយមន័យរបស់វាការសង្កេតមិនផ្លូវការគឺជាការពិនិត្យមើលអាកប្បកិរិយារបស់សិស្សដែលគ្មានរចនាសម្ព័ន្ធឬទ្រង់ទ្រាយកំណត់ច្បាស់លាស់ប៉ុន្តែมันមិនមែនជាការសង្កេតដោយចៃដន្យឡើយដើម្បីតាមដានអឺការចូលរួមនិងការចាប់អារម្មណ៍និងអារម្មណ៍របស់សិស្សចឹងខ្ញុំមានឧទាហរណ៍សិនបាទឧទាហរណ៍គ្រូសង្កេតមើលខ្សែភ្នែកនិងទឹកមុខរបស់សិស្សឆ្ងល់ភ្ញាក់ផ្អើលឬធុញទ្រាន់ដើម្បីដឹងថាពួកគេកំពុងតាមទាន់មេរៀនឬអត់បាទចឹងអាហ្នឹងមានន័យថាវាមិនមែនជាការសង្កេតមួយដោយចៃដន្យទេយើងត្រូវសង្កេតនៅក្នុងម៉ោងរៀនហ្នឹងថាសិស្សហ្នឹងយល់អត់ថាគាត់រៀននៅក្នុងម៉ោងយើងមេរៀនរបស់យើងគាត់យល់អត់អីចឹងទៅបាទអញ្ចឹងការសង្កេតនេះគឺការតាមរយៈមើលទឹកមុខរបស់គាត់មើលភ្នែករបស់គាត់ថាគាត់ឆ្ងល់គាត់ភ្ញាក់ផ្អើលឬក៏គាត់ធុញទ្រាន់នៅក្នុងអំឡុងពេលម៉ោងរៀនហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាការសង្កេតមិនផ្លូវការអញ្ចឹងខ្ញុំសូមចូលដល់ចំណុចបន្ទាប់បាទចំណុចបន្ទាប់នេះគឺសំណួរតមាត់សំណួរតមាត់គឺខ្ញុំមានពីរទៀតដែរបាទនិយមន័យឧទាហរណ៍សំណួរមិនផ្ទាល់មាត់គឺជាការប្រើប្រាស់សំណួរអំឡុងសំតោសំណួរផ្ទាល់មាត់គឺជាការប្រើប្រាស់សំណួរអំឡុងពេលបង្រៀនដើម្បីទាញយកចម្លើយដែលបង្ហាញពីកម្រិតយល់ដឹងនិងការអនុវត្តជំនាញរបស់សិស្សឧទាហរណ៍គ្រូសួរសំណួរបើកដែលផ្ដល់ឲ្យសិស្សគិតនិងជៀសវាងសំណួរដែលសិស្សឆ្លើយបានត្រឹមតែបានចាស់ឬទេអញ្ចឹងអាហ្នឹងមានន័យថាសំណួរតមាត់ហ្នឹងគឺយើងដើម្បីវាតម្លៃគាត់បាននៅក្នុងម៉ោងសិក្សាហ្នឹងគឺយើងប្រើសំណួរតមាត់ហ្នឹងគឺឲ្យគាត់ឆ្លើយលក្ខណៈបែបអឺសំណួរបើកជាសំណួរបើកសម្រាប់ចំណុចដែលយើងកំពុងរៀនហ្នឹងសម្រាប់តែមេរៀនដែលយើងកំពុងរៀនហ្នឹងហើយថាឲ្យគាត់ឆ្លើយបានទំនុកទលេថាគាត់ឆ្លើយនឹងវាត្រឹមត្រូវអត់នៅក្នុងមេរៀនហ្នឹងឬគាត់ឆ្លើយបានប្រមាណភាគរយគាត់យល់បានប្រមាណភាគរយនៅក្នុងមេរៀនហ្នឹងគឺតាមរយៈការដាក់គឺសំណួរផ្ទាល់មាត់គឺតាមរយៈសំណួរផ្ទាល់មាត់ហ្នឹងដើម្បីយើងមើលចម្លើយថាគាត់យល់បានប៉ុន្មានឯប៉ុន្មាននៅក្នុងមេរៀនហ្នឹងជីវៀងយើងប្រើថាសំណួរបានចាស់ឬទេជួនកាលគាត់អត់យល់គាត់ឆ្លើយតែបានចាស់ឬទេអីចឹងទៅបាទអញ្ចឹងអានោះគឺជាប្រយោជន៍នៃសំណួរផ្ទាល់មាត់សំណួរផ្ទាល់មាត់នៅក្នុងការវេតម្លៃនៅក្នុងម៉ោងសិក្សាហ្នឹងបាទអញ្ចឹងខ្ញុំដល់ចំណុចបន្ទាប់ចំណុចបន្ទាប់គឺការដល់មតិកែលម្អប្រកបដោយសិទ្ធិភាពការផ្ដល់មតិកែលម្អប្រកបដោយសិទ្ធិភាពហ្នឹងគឺវាគឺមិនបាទគឺជាការផ្ដល់ព័ត៌មានត្រឡប់ទៅសិស្សវិញតែរួមមានការបញ្ជាក់ភាពត្រឹមត្រូវនិងការបរិយាយលម្អិតពីមូលហេតុដែលខុសឧទាហរណ៍ជំនួសឲ្យការនិយាយខុសហើយគ្រូពង្យល់សិស្សថាចំណុចនេះបងអូនធ្វើខុសហើយត្រង់ការបូកលេខប៉ុន្តែរបៀបដោះស្រាយរបស់បងអូនគឺត្រឹមត្រូវហើយអញ្ចឹងហ្នឹងគឺជាវិធីសាស្ត្រយុទ្ធសាស្ត្រដល់មតិកែលម្អប្រកបដោយសិទ្ធិភាពហើយព្រោះវាជាអដល់មតិកែលម្អបែបវិជ្ជមានគឺយើងមិនទម្លាក់កំហុសលើគាត់ទាំងស្រុងឲ្យគាត់បាក់ទឹកចិត្តទេគឺយើងនិយាយមានលក្ខណៈថាបងអូនធ្វើនេះខុសហើយប៉ុន្តែត្រូវអានេះបាទអញ្ចឹងបងអូនត្រូវការអានេះអីចឹងទៅបាទតែគាត់ធ្វើតម្រង់នឹងត្រូវហើយប៉ុន្តែបោកដកបញ្ចែកលេខខុសអញ្ចឹងឲ្យគាត់ទៅដឹងពីចំណុចខុសរបស់គាត់ហើយឲ្យគាត់ទៅកែប្រែឡើងវិញតាមរយៈតាមរយៈយើងផ្ដល់មតិបែបអវិជ្ជមានគាត់នឹងប្រកបដោយសិទ្ធិភាពហើយសូមអរគុណច្រើនបាទចាប់ប៉ុណ្ណឹងអរគុណលោកគ្រូលោកគ្រូ